រនសួស្តីមកបងចង់បង្ហាញពីចែនធ្វើម្ហូបអាហារពេលព្រឹកនេះចែងហើយច្រើនមែនទែនកពិកពុកចែងតែថាបាយណាថាមានគ្រប់បាទថាទៀតមកស្អាតដែរអូខេមានពេលគ្រប់ធ្វើរងស្ងាយដែរបាទតែព្រឹកនេះខ្ញុំអត់រវល់ខ្លាំងអញ្ចឹងខ្ញុំមានពេលគ្រប់ទៅបាយធ្វើម្ហូបបាទអញ្ចឹងអត់មានបាយសាច់ជ្រូកអត់មានកាទៀវអត់មានអីណាអូណាសួស្តីពីមុននិយាយចង់ញ៉ាំបាយសាច់ជ្រូកចាចង់ញ៉ាំកាទៀវពីមុនចូលឡើយធ្វើអីគេហូបថ្ងៃនេះម្ហូបណាហាពេលព្រឹកម្ហូបបរិកាំងចាប្រាប់តិចមើលមានអីខ្លះមើលសុំមើលតិចបាទអូខេបាទមានពងមាន់មានពងមាន់មានពងមាន់ជៀនណាគេហ្នឹងជៀនកឡុកមែនជៀនកឡុកជៀនគោវាឲ្យម៉ត់គេហៅថាភាសាអង់គ្លេសគេហៅថាម៉េចប្រៀនអង់គ្លេសតិចមើលអ្នកគ្រូជៀន eggs scrambled eggs អូខេមានអីទៀតហើយដាក់ម្ទេសតាមមកពីខ្មែរដែរម្ទេសកពោតបាទអូខេហើយមានgravy នេះស្អក gravy មានម្សៅមើលពុកម៉ែបងណាខ្លះដែលស្គាល់ gravy ហើយទឹកកកអានេះមកហូបពីច្រើននៅខាងគេហៅខាងជើងទៅខាងជើង south ខាងជើងណានេះគេហៅថា southern food មាន gravy មាន grits grits នេះចង់និយាយថាវាបបរពោតបាទបបរពោតញ៉ាំទៅដូចបបរសអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចូលចិត្តបបរទៅរកទិញអា grits នេះយើងដាំដូចបបរដូចកង្កយើងអញ្ចឹងហើយយើងដាំទៅវាចេញចាត្រូវទេចាចេញអញ្ចឹងទៅយើងញ៉ាំជាមួយពងមាន់ក៏បានជាមួយសាច់ជ្រូកក៏បានសាច់ជ្រូកជៀនសាច់មាន់ញ៉ាំអីក៏បានត្រីខហើយត្រីងៀតអីក៏បានដូចគ្នាយើងអាចញ៉ាំបានហើយ bacon ដែរ bacon គឺសាច់ជ្រូក3ជាន់បាទចង់បញ្ជាក់ថាសាច់ជ្រូក3ជាន់នេះញ៉ាំអត់រាល់ថ្ងៃទេបងប្អូនដឹងហើយថាវាមានខ្លាញ់ច្រើនអញ្ចឹងមួយទឹកពីទឹកអីញ៉ាំម្ដងព្រោះអត់នេះយើងធ្វើរាល់ថ្ងៃមិនធ្វើបាយសាច់ជ្រូកបានប៉ុន្តែខ្ញុំមានគ្រឿងមួយដែលខ្ញុំអត់មានមិនតែងបានប៉ុន្តែខ្ញុំភ្លេចរហូតម្សៅអានេះគេហៅម្សៅខ្ញីបាទម្សៅខ្ញីចាហើយឥឡូវចង់ឲ្យឯងនិយាយប្រើពាក្យមួយទៀតភាសាខ្មែរ can you say ពាក្យ can you do it អាចធ្វើបានអត់នេះខោអត់ទេខ្ញុំដងទៀតមើលនិយាយមួយអាចធ្វើបានអត់អូខេ now say ខ្ញុំអាចធ្វើម្ហូបពេលព្រឹកបានខ្ញុំអាចធ្វើម្ហូបពេលព្រឹកបានកុំច្រឡំជាមួយអាពាក្យមួយទៀតណាខ្ញុំយល់ហើយខ្ញុំដឹងហើយពីមុនណៃច្រឡំច្រើនខ្ញុំច្រឡំរហូតរហូតណាអាពាក្យមួយទៀតអាចហើយនឹងអាចហើយនឹងហើយនិយាយអាពាក្យមួយទៀតលឿនណាអូននិយាយពាក្យអាពាក្យមួយទៀតឲ្យលឿនអាចនិយាយយឺតយូរហើយវែងអាចចាដល់ពេលអាពាក្យមួយទៀតត្រូវទៅនិយាយគាត់និយាយខ្លីវិញគាត់និយាយអាចហ្នឹងខែនណាគាត់និយាយខ្លីមែនទេដល់ពេលខ្លីទៅវាចេញទៅជាអាពាក្យមួយទៀតយើងទៅបន្ទប់ទឹកហ្នឹងហើយគាត់និយាយអាហ្នឹងឡងប្រហែលឆ្នាំរំនិយាយត្រូវពាក្យអាចហ្នឹងនិយាយត្រូវហើយឥឡូវនិយាយត្រូវហើយបាទពីមុននិយាយអាចត្រូវសោះឥឡូវនិយាយត្រូវហើយបាទអញ្ចឹងរួចរាល់ពុកម៉ែបងអញ្ចឹងជ្រូក3ជាន់អានេះគេហៅ bacon បានន័យថាវាមានរសជាតិផ្សេងប្រឡាក់ហើយអញ្ចឹងណាហើយស្ដើងទេបងប្អូនយើងញ៉ាំ1 2ទៅអត់ច្រើនទេតមកមានបបរស្អីគេបបរពោតបាទបបរពោតហើយនឹងទឹក gravy ហ្នឹងទឹកមានដូចថាទឹកមានខ្ទិះមានម្សៅមានអីចឹងណាបាទហើយតមកមានយើងមាននេះពងមាន់បាទពងមាន់ក្លុកអញ្ចឹងអស់គ្នាដាក់ចូលគ្នាទៅហើយដាក់ម្ទេសរោយទីទៅអ្នកខ្លះគេមានទឹកម្ទេសអីដាក់ចូលទឹកម្ទេសទៅឆ្ងាញ់ជាងខ្ញុំអត់មានទឹកម្ទេសខ្ញុំដាក់ម្ទេសម៉ត់ចឹងទៅបាទហើយនឹងកាហ្វេខ្ញុំឆុងរួចរាល់ហើយចឹងនេះហើយហាពេលព្រឹកពេលម្ដងម្កាលតែអត់មានច្រើនទេមកបើសិនជាយើងញ៉ាំអាហារពេលព្រឹកច្រើនរាល់ថ្ងៃយកអត់មានពេលធ្វើចឹងទៅពេលខ្លះយើងទៅនេះចឹងយើងអាចធ្វើបាន
ហើយពេលខ្លះទៅអត់បានញ៉ាំអាហារពេលព្រឹកអីចឹងទៅបាទហ្នឹងហើយដល់ពេលកូនយើងញ៉ាំតែ gravy ជាមួយគាត់ញ៉ាំម្ដងហើយឥឡូវគាត់ថែមទៀតមាន gravy មានពោតបបពោតបាទអូខេហើយទឹកងើបពីគេងបាទ Alright but is it good Gravy. That's right buddy good job ហើយយើងដល់ទៀតខ្ញុំអាចធ្វើបាន ខ្ញុំអាចធ្វើបាន Okay good ខ្ញុំចង់ទៅបន្ទប់ទឹក តែបើជិះដល់ហើយ ទៅហើយ